ផ្លូវឡើងលើភ្នំស្រួលឡើងឬមួយផ្លូវចុះលើភ្នំស្រួលដើរឡើងលើភ្នំពិបាកចុះពីលើភ្នំស្រួលនេះគឺជាការយល់ឃើញរបស់ចាស់ប៉ុន្តែខ្ញុំយល់ថាឡើងភ្នំប្រឹងកម្លាំងចុះពីលើភ្នំប្រឹងស្មារតីឲ្យតែអាចឡើងបានចុះបានមិនមែនជារឿងពិបាកទេរឿងដែលពិបាកគឺឡើងមិនបានចុះមិនបានហើយគេក៏និយាយដែរថាពេលដែលចាស់ទៅដើរក៏លំបាកមនុស្សយើងកើតមកជួបនៅបញ្ហាធំមួយនោះគឺរៀនបាននៅពេលដែលចាស់ដើរមករួចក៏ជួបបញ្ហាធំមួយដែរឆាកជីវិតរបស់មនុស្សយើងគិតតែពីរឿងដើរក៏ប៉ុន្តែពេលវេលាភាគច្រើននៃឆាកជីវិតមនុស្សលោកគឺនៅលើគ្រឿងគ្មានផ្លូវដើរបានលោកម្ចាស់ខុសហើយអ្នកដែលរក្សាប្រាក់យល់សពថាមានគេតាមសម្លាប់អ្នករៀនសូត្រយល់សពថាខ្លួនឯងប្រញាប់ទៅប្រឡងអ្នកចូលចិត្តសប្បាយគិតតែពីរឿងស្រីស្រាវអ្នកស្រែចម្ការយល់សពថាខ្លួននៅក្នុងស្រែបើឈ្មោះយល់សពថាខ្លួនឯងមានប្រាក់ចិញ្ចោមិនបានជាលោកម្ចាស់ថាគ្មានផ្លូវដើរទៅវិញតែអ្នកដែលមិនយល់សពអត់ឃើញអីទេអ្នកដែលមិនយល់សពហៅថាដេកជំនួសហើយក៏ហៅថាស្លាប់អ្នកដែលដេកស្លាប់មានរឿងអីត្រូវយល់សព